សញ្ញានៃភាពតានតឹងចិត្តតើខ្ញុំមានការតានតឹងចិត្តដែរឬទេតើធ្វើយ៉ាងម៉េចទើបដឹងថាខ្ញុំមានជំងឺតានតឹងចិត្តការតានតឹងចិត្តឬភាពអស់សម្ពាធផ្លូវចិត្តអាចមានសញ្ញាផ្សេងៗអាស្រ័យលើមនុស្សម្នាក់ៗខាងក្រោមនេះជាសញ្ញាសំខាន់ដែលអាចជាការបង្ហាញថាអ្នកកំពុងមានការតានតឹងចិត្តរោគសញ្ញានៃភាពតានតឹងចិត្តរោគសញ្ញាមានដូចជាឈឺក្បាលឈឺសាច់ដុំចុករោយសាច់ដុំក្នុងរាងកាយរោយកស្មាចុកចង្កេះញ័រទ្រូងក្តៅទ្រូងថប់ដង្ហើមឬតឹងទ្រូងបែកញើសរមួតពោះចង់ក្អួតឈឺពោះឈឺក្រពះពោះវៀនរាករូសស្ពឹកស្រពន់ត្រជាក់ចុងដៃចុងជើងទាក់ទងទៅនឹងបញ្ហាលើផ្លូវកាយមានអសកម្មខ្ជិលអស់កម្លាំងគេងច្រើនឬមិនគេងនោះបេះដូងលូតញាប់ឈឺសន្លាក់ដៃជើងចំពោះបញ្ហាលើផ្លូវចិត្តទី1គឺមិនផ្ចង់អារម្មណ៍ឆាប់ខឹងឆេវឆាវស្រងត់ស្រងាត់ភ័យខ្លាចត្អូញត្អែច្រើនអំពីសកម្មភាពនៅសាលាឬក៏នៅផ្ទះការសិក្សាធ្លាក់ចុះចំពោះក្មេងៗប្រសពប្រសល់មួលម៉ៅធុញថប់គេងមិនលក់យល់សប្តិច្រើនឬក៏យល់សប្តិអាក្រក់បាត់បង់ការជឿជាក់លើខ្លួនមានអារម្មណ៍ឯកាសម្រាប់បញ្ហាអាកប្បកិរិយាទី1គឺបង្កអំពើហិង្សាញ៉ាំច្រើនឬមិនសូវញ៉ាំតាមស្អិតជាមួយឪពុកម្ដាយឬគ្រូគេចមុខពីឪពុកម្ដាយមិនចូលរួមសកម្មភាពជាមួយអ្នកដទៃនោមដាក់កន្ទេលនិយាយត្រដិតនិយាយកុហកធ្វើសកម្មភាពប្រឆាំងតើមានវិធីដោះស្រាយការតានតឹងចិត្តដែរឬទេវិធីដោះស្រាយគឺការថែរក្សាសុខភាពផ្លូវចិត្តគឺនិយាយទូរស័ព្ទជាមួយមនុស្សដែលទុកចិត្តការកំសាន្តជាលក្ខណៈគ្រួសារការអធិដ្ឋានឬក៏បួងសួងទៅតាមជំនឿការនិយាយជាមួយមនុស្សដែលទុកចិត្តការស្ដាប់ចម្រៀងឬក៏ច្រៀងលេងការធ្វើសមាធិឬក៏ហាត់ដកដង្ហើមវែងៗថែរក្សាសុខភាពផ្លូវកាយទី1គឺហាត់ប្រាណឬលេងកីឡាដើររាំយូហ្គាឬក៏ជិះកង់ជាដើមដាំដំណាំគេងឲ្យបានគ្រប់គ្រាន់ពី7ទៅ9ម៉ោងក្នុងមួយយប់ជៀសវាងភេសជ្ជៈមានជាតិកាហ្វេអ៊ីនច្រើនស្វែងរកជំនួយវិជ្ជាជីវៈបើសញ្ញាមិនធូរស្បើយឬអ្នកមានអារម្មណ៍ថាខ្លួនឯងមិនអាចគ្រប់គ្រងបានគួរទាក់ទងអ្នកជំនាញផ្នែកសុខភាពផ្លូវចិត្តគ្រូពេទ្យឬអ្នកជំនាញចិត្តវិទ្យាចំណាំការមានអារម្មណ៍តានតឹងចិត្តពេលខ្លះគឺធម្មតាប៉ុន្តែបើវាបន្តយូរវាអាចប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរកុំខ្មាស់ក្នុងការសុំជំនួយសម្រាប់បងប្អូនថ្មីៗដែលមិនទាន់ជួយ Subscribe វីដេអូបាទសូមមេត្តាជួយចុច Subscribe វីដេអូមួយនេះសូមអរគុណច្រើន